មើលបានល្អណាស់ចៅហ៊ូលីងកុំអារំភើបអីនេះគ្រាន់តែជាការចាប់ផ្ដើមនៃផែនការប៉ុណ្ណោះកុំអាបន្ធូរដៃឲ្យសោះឈប់ដៃតើឯងនៅមានល្បិចអ្វីទៀតយន្តបណ្ដាសាបានភ្ជាប់ទៅនឹងខ្លួនរបស់លោកស្រីយិនហើយនេះគឺជាគន្លឹះក្នុងការផ្លាស់ប្ដូររូបរាងរបស់ទារកក្នុងផ្ទៃវាយឯងយកមែនទែនហេនេះវាសាហាវពេកហើយមើលទៅខ្ញុំគិតថាលើកនេះឈិនចានច្បាស់ជាឈួតមិនខានទេបើជាកូនរបស់ស្ដេចបិសាចគឺត្រូវតែមានរូបរាងដូចស្ដេចបិសាចដំបូងត្រូវមានចង្កូមដ៏មុតស្រួចមួយគូសិនហើយត្រូវមានរោមដ៏រឹងមាំដែលគ្មានអាវុធណាអាចទម្លុះបានពូនឹងថែមក្រញាំដ៏មុតស្រួចដែលអាចហែកអ្វីគ្រប់យ៉ាងបានឲ្យឯងមួយគូទៀតហើយត្រូវមានភ្នែកមួយគូដែលធ្វើឲ្យគេព្រឺក្បាលពេលបានឃើញឈិនចានបងសម្បត្តិលែងលះយិនឆានប្រហែលជាបងមានជំនឿឆ្វេងពេកហើយប៉ុន្តែបងពិតជាគ្មានវិធីផ្សេងទេបងមិនចង់ហើយក៏មិនអនុញ្ញាតឲ្យមានរឿងអ្វីកើតឡើងចំពោះអូននិងកូនឡើយហេតុនេះហើយបងមានតែជ្រើសរើសចាក់ចេញប៉ុន្តែអូនត្រូវជឿបងនេះគ្រាន់តែជាការបែកគ្នាជាបណ្ដោះអាសន្នប៉ុណ្ណោះបងនឹងនៅតែចាំការពារនៅក្បែរខ្លួនអូនជានិច្ចគ្រាន់តែថាយើងទាំងពីរមិនអាចជួបមុខគ្នាបានទេឈិនចានឈិនចានយិនឆានបងមានន័យថាម៉េចមិនអាចជួបមុខគ្នាអេសំងំនៅខាងក្នុងមែនទេបើខ្លាំងម៉េចមិនទៅនៅឲ្យឆ្ងាយទៅកុំមកនៅធ្វើឲ្យខ្ញុំខ្មាស់គេនៅទីនេះចេញមកភ្លាមមិនអាចជួបបានទេឆាប់ទៅវិញទៅបងចេះឡើងចាំងហើយមែនទេបងចេញមកឲ្យខ្ញុំភ្លាមមិនអាចជួបទេចេញទៅបងចាំមើលចុះងាប់ហើយលោកស្រីកាន់ដាវធំមកធ្វើអីហ្នឹងលោកស្រីចង់កាប់អ្នកណាប្រយ័ត្នប៉ះពាល់ដល់កូនក្នុងផ្ទៃណាមិនបាច់មកចេះដឹងទេឲ្យខ្ញុំមិនចេះដឹងមិនបានលោកស្រីតើលោកស្រីចង់ធ្វើអីហ្នឹងឈិនចានបងចេញមកភ្លាមមកនិយាយគ្នាឲ្យច្បាស់ទល់មុខមកពួកយើងពិតជាមិនអាចជួបមុខគ្នាបានទេឥឡូវនេះបើមិនអញ្ចឹងទេកូនយើងនឹងមានគ្រោះថ្នាក់មិនខានត្រូវហើយលោកស្រីមានអ្នកសិទ្ធិចំម្នាក់បានទូទាឲ្យលោកម្ចាស់មុនពេលកូនកើតមកអ្នកទាំងពីរមិនអាចជួបមុខគ្នាបានទេលោកស្រីត្រូវយល់ពីទុក្ខលំបាករបស់លោកម្ចាស់ផងបានខ្ញុំយល់ហើយឈិនចានបងសម្រាប់ខ្ញុំទៅល្អជាងលោកស្រីជប់សិនទៅឲ្យតែខ្ញុំនិយាយជាមួយលោកស្រីដឹងតែហើយចេះតែមកច្របាច់ក៏ខ្ញុំរហូតនិយាយស្អីមិនដឹងទេឯងនិយាយស្អីហ្នឹងខ្ញុំទៅច្របាច់ក្អែងពីអង្ការលោកស្រីរបស់ដែលលោកស្រីកាន់នឹងជាដាវណាខ្ញុំមិនដែលកាន់ដាវហាត់រហូតតើអីឆ្ងល់ពេកហើយធ្វើអីហ្នឹងលោកម្ចាស់លោកស្រីគាត់លេងអីហើយមែនហេឯងសាកមើលម្ដងទៀតមើលមិនបាច់សាកទេគាត់លេងខំឆ្អឹងហើយខ្ញុំខំឆ្អឹងនឹងមែននឹងហើយផ្ទះយើងคล้ายទៅជាបែបហ្នឹងតាំងពីអង្ការអញ្ចឹងល្អណាស់វាពិតជាមានប្រសិទ្ធភាពមែន
យានឈិនយន់នៅលើពោះរបស់អូនហាមបកវាចេញដាច់ខាតណាឬទេឈប់សិនតើមានរឿងអីឲ្យពិតប្រាកដទៅឲ្យលោកស្រីឲ្យអាការៈរបស់លោកស្រីពីមុនពិតជាចម្លែកណាស់លោកម្ចាស់សុខចិត្តនៅដាច់ដោយឡែកដើម្បីឲ្យលោកស្រីបានជាសះស្បើយគឺប្រសើរជាងអ្វីទាំងអស់ចុះមិនបានជាខ្ញុំមិនចាំអ្វីសោះអញ្ចឹងតើពេលណាទើបខ្ញុំអាចជួបគាត់បានទៀតអូនកុំបារម្ភអីពេលកូនកាត់មកភ្លាមបងច្បាស់ជានៅក្បែរអូនមិនខានទេទុកចិត្តចុះឈិនចានធ្វើបាបបងហើយទីងតោះយើងទៅលោកស្រីមិនចង់និយាយគ្នាបន្តិចទៀតទេអេជប់និយាយហើយខ្ញុំទៅធ្វើម្ហូបឲ្យគាត់សិនចាំឆ្អិនឯងយកមកឲ្យគាត់ផងអូត្រូវហើយឈិនចានបើកយ៉ាងនឹងខ្លះផងទៅកុំសំងុំនៅហប់ក្នុងនឹងពេកប្រពន្ធសម្លាញ់អូនពិតជាល្អណាស់